ធ្វើម៉េចឲ្យប្រជាជនកម្ពុជានិងបរទេសយល់ច្រឡំថាខ្មែរអាក្រក់ថោកទាបក្បត់ជាតិលក់ជាតិយល់ណាមិនមែនជាកំហុសរបស់សិស្សទេគឺជាកំហុសគរុកុសលរបស់គ្រូដែលអត់ចេះបញ្យល់មិនមែនកូនសិស្សឯងប៉ុន្តែអញអត់យល់តែហេតុអីបានជាឯងធ្វើជាឆ្កែលក់ជាតិលក់កិត្តិយសជាតិអញតួឯងមួងណារ៉េតឯងមិននិយាយថា Gen Z មានសញ្ជាតិអង់គ្លេសនឹងវាអញ្ចឹងដែរឯងអត់ដែរនិយាយអំពីអំពើថោកទាបរបស់បរទេសឯងយកព្រឹត្តិការណ៍ពិភពលោកទាញមកទម្លាក់ខ្មែរអញនិយាយមែនណាបើសិនជាអាចបាត់សញ្ជាតិនោះអាចបានមែនអញប្តឹងតុលាការឲ្យដកសញ្ជាតិឯងព្រោះរឿងអាក្រក់ថោកទាបរបស់បរទេសហើយអត់ដាក់យកមកនិយាយឲ្យយកមកទាញទម្លាក់ដាក់ខ្មែរទាំងអស់តាក់ទងរឿង Gen Z ឡាន32គ្រឿង Gen Z ចំណាយលុយ$10 លានទិញទុកនៅតៃប៉េក៏ឯងនិយាយអំពីតៃប៉េផង We're getting an inside look at the supercar fleet tied to accused crime kingpin Chun Jur. 32 cars and a rare Vespa scooter altogether worth tens of millions of dollars and all up for auction right here in Taipei. Right here in Taipei. ហើយកន្លែងហ្នឹងដូចគ្នាតារ៉ាំវាយប្រហារទៅក្រុម Joe Biden មនុស្ស86នាក់និង36ករណីត្រូវបានចាប់ដោយសារតែរឿងបោកប្រាស់នៅក្នុងករណី COVID is reeling from a fraud scandal involving $1 billion siphoned from multiple federal programs during the COVID pandemic. In the past 3 years, 87 people have been charged, 61 convicted, most of Somali descent. Erica McDonald លុយ$1000 លានតាក់ទងរឿងបោកប្រាស់កន្លែងហ្នឹងទូរបស់សហរដ្ឋអាមេរិកថាត្រាំប្រើគេហៅថាគោលបំណងឬក៏ target របស់ត្រាំហ្នឹងគឺវាយបុកទៅសហគមន៍សូម៉ាលីដែលគេហៅថាសហគមន៍អ៊ីស្លាមនៅអាមេរិកហ្នឹងគឺជាក្រុមបោកប្រាស់អាហ្នឹងឯងសួរឯងប៉ុន្តែខាង CNN fake news គេនិយាយថាម៉េចតាក់ទងអំពី Donald Trump his personally taking off? It has skyrocketed, Aaron, skyrocketed. Look at what Forbes has found. What they have found that over the last year, you go back to last year, look, Trump was worth a lot of money, but it was $2.3 billion. Look at how much he's worth now. It's more than doubled. More than doubled. He is now up his net worth. ដែរគេហៅថាបុកប្រាស់កន្លែងនេះ Yes ស្រាប់ user ឬក៏អ្នកផលិតវីដេអូនឹងចង់ទាញថាម៉េចចង់ទាញថាហេតុអី2024 Donald Trump មាន$2300 លានស្រាប់តែ2025 Donald Trump មាន$5000 លានជាងតែ Donald Trump វាជាប់ពាក់ព័ន្ធរឿងឆបោកតាមប្រព័ន្ធអនឡាញដែរអត់ហើយមួយទៀត Eric Trump ដែលជាកូនរបស់ Donald Trump មានទំនាក់ទំនងជាមួយមហាសេដ្ឋីបោកប្រាស់ scammer អនឡាញមិនក៏ឯងមិននិយាយរឿងអំពើថោកទាបនឹងផងឯងមានរឿងអីក៏ដែរឯងទាញយកមកនិយាយពីទម្លាក់ខ្មែរបើសិតជាច្បាប់តាក់ទងអំពីការដកសញ្ជាតិមែនអញប្តឹងឯងមុនគេឲ្យតុលាការដកសញ្ជាតិឯងព្រោះឯងតាំងខ្លួនអ្នកសារព័ត៌មានប៉ុន្តែឯងមិនដែលនិយាយអំពីអំពើថោកទាបរបស់គេទេឯងទាញចុះទាញឡើងឯងនិយាយបោកប្រាស់ប្រជាជនកម្ពុជាថាខ្មែរអាក្រក់តាក់បរទេសអាក្រក់ថោកទាបជាងខ្មែររាប់ពាន់ដងឯងអត់ដែលនិយាយទេឯងនិយាយតែរឿងបោកប្រាស់ធ្វើម៉េចឲ្យប្រជាជនកម្ពុជានិងបរទេសយល់ច្រឡំថាខ្មែរអាក្រក់ថោកទាបក្បត់ជាតិលក់ជាតិ President said, quote, I don't know him. I don't believe I've ever met him. He had a lot of support, and they say that what he did is not even a crime. Never mind that Zhao himself pleaded guilty to failing to maintain an adequate anti-money laundering program. Liz Oyer,